បច្ចុប្បន្ននេះដ្រូនយោធាកំពុងក្លាយទៅជាផ្នែកដ៏សំខាន់មួយនៃសង្គ្រាមសម័យទំនើបវាអាចប្រើសម្រាប់ខ្លំមើលស៊ើបការតាមដានព្រំដែននិងក្នុងករណីខ្លះអាចប្រើសម្រាប់បេសកកម្មប្រយុទ្ធផងដែរប៉ុន្តែសម្រាប់កម្ពុជាតើដ្រូនប្រភេទណាដែលស័ក្តិសមបំផុតសម្រាប់កម្ពុជាបើពិនិត្យមើលតម្រូវការរបស់កម្ពុជាដ្រូនមួយដែលគួរយកមកពិចារណានោះគឺ Bayraktar TB2 របស់ប្រទេសទូគីហើយអ្វីបានជា TB2 គួរឲ្យចាប់អារម្មណ៍ Bayraktar TB2 គឺជា UAV ប្រភេទ MEL ដែលត្រូវបានរចនាឡើងសម្រាប់បេសកកម្មរយៈពេលយូរតន្ត្រីរបស់ក្រុមហ៊ុន BKBT2 អាចហោះបានលើសពី20ម៉ោងនិងមានសមត្ថភាពផ្ទុកបន្ទុកប្រហែល150គីឡូក្រាមវាអាចបំពាក់ឧបករណ៍សម្រាប់សង្កេតហើយក្នុង configuration ដែលសមស្របវាក៏អាចប្រើអាវុធមានភាពជាក់លាក់បានផងដែរនេះមានន័យថា TB2 អាចធ្វើបានទាំងសង្កេតការខ្លំមើលនិងគ្រប់គ្រងប្រតិបត្តិការប្រយុទ្ធតើវាមានប្រយោជន៍អ្វីសម្រាប់កម្ពុជាសម្រាប់កម្ពុជាការខ្លំមើលតំបន់ព្រំដែននិងតំបន់ដែលពិបាកចូលទៅដល់គឺជាការងារមួយដែល UAV អាចជួយបានជំនួសឲ្យការបញ្ជូនមនុស្សទៅពិនិត្យគ្រប់ទីកន្លែងដ្រូនអាចហោះហើរលើនិងបញ្ជូនព័ត៌មានត្រឡប់មកមជ្ឈមណ្ឌលបញ្ជាការវិញលើពីនេះការហោះហើររយៈពេលយូរបានអាចអនុញ្ញាតឲ្យវាតាមដានតំបន់មួយបានយូរជាងដ្រូនខ្នាតតូចធម្មតាប៉ុន្តែ TB2 ក៏មានព្រំដែនផងដែរយើងមិនគួរគិតថាដ្រូនមួយប្រភេទអាចជំនួសយន្តហោះចម្បាំងឬក៏ប្រភេទប្រព័ន្ធការពារដែនអាកាសបានទាំងស្រុងនោះទេ UAV ក៏អាចប្រឈមនឹងប្រព័ន្ធការពារដែនអាកាសនិងការរំខានសញ្ញាផងដែរដូច្នេះប្រសិនបើកម្ពុជាចង់ពង្រឹងសមត្ថភាពដ្រូនវាគួរតែជាផ្នែកមួយនៃប្រព័ន្ធការពារជាតិទាំងមូលនិងមិនមែនពឹងផ្អែកទៅលើដ្រូនតែមួយប្រភេទនោះទេតែមានជម្រើសផ្សេងទៀតទេក្រៅពី TB2 ក៏មាន UAV ប្រភេទ MALE ផ្សេងទៀតដែរដូចជា Wing Long 2 របស់ចិនដែលមានសមត្ថភាពខុសៗគ្នាដូច្នេះប្រសិនបើកម្ពុជាត្រូវជ្រើសរើស UAV មួយប្រភេទវាគួរពិនិត្យទៅលើតម្លៃការថែទាំរយៈពេលហោះហើរសមត្ថភាពស៊ើបការបណ្ដុះបណ្ដាលនិងការគ្រប់គ្រងផ្នែកបច្ចេកទេសសរុបមកសម្រាប់កម្ពុជាប្រសិនបើយើងចង់និយាយអំពី UAV ដែលអាចប្រើសម្រាប់ខ្លំមើលស៊ើបការមានសមត្ថភាពបន្ថែមសម្រាប់បេសកកម្មប្រយុទ្ធ Bayraktar TB2 គឺជាជម្រើសមួយដែលគួរពិចារណាបំផុតប៉ុន្តែជម្រើសចុងក្រោយគួរតែផ្អែកទៅលើតម្រូវការជាក់ស្ដែងថវិកានិងសមត្ថភាពរបស់កម្ពុជាក្នុងការប្រើប្រាស់និងការថែទាំប្រព័ន្ធនេះតើអ្នកគិតថាកម្ពុជាគួរជ្រើសរើស Bayraktar TB2 ឬ Wing Long 2 ឬក៏ UAV ផ្សេងទៀត